ទៅផ្សារមិនដឹងថាទិញអីក៏ទិញសាឡាតហើយនឹងសាច់ជ្រូកយកមកធ្វើសាច់ជ្រូករំលីងផ្ទាប់សាឡាតហើយនឹងបុកទឹកត្រីកោះកុងមើលតែដើមក្បាលវីដេអូដំបូងទៅក៏ដឹងថាទំនងប៉ុណ្ណាដែរពុកម៉ែបងប្អូនជាតិហ្មងតាកុំឲ្យចាំយូរយើងមកធ្វើម្ហូបរបស់យើងជាដំបូងខ្ញុំយកសាច់យកមកហាន់ជាចំណិតស្ដើងល្មមសាច់ហ្នឹងនឹងខ្ញុំលាងស្អាតហើយពុកម៉ែបងប្អូនគ្រូសានាងខ្ញុំមុននឹងយកសាច់មកធ្វើម្ហូបពេលដែលទិញគេយកមកដាក់ត្រាំជាមួយនឹងអំបិលចោលកន្លះម៉ោងអីចឹងឲ្យវាចេញជាតិថ្នាំអីខ្លះព្រោះរបស់ហ្នឹងមិនមែនរបស់យើងមានខ្លួនឯងរបស់ទិញគេបន្ទាប់ពីយើងហាន់សាច់រួចនាងខ្ញុំយកសាច់ដែលហាន់រួចហ្នឹងដាក់ទុកម្លាយសិនហើយមកចិញ្ច្រាំខ្ទឹមសទុកបំពងសម្រាប់ខ្ទឹមសបើសិនជាក្បិតធំដាំវាឲ្យតប៉ែតតិចទៅច្រាំស្រួលតែថ្ងៃនេះនាងខ្ញុំក្បិតធំខូចនៅសល់តែក្បិតតូចហ្នឹងដាំអត់កើតចឹងហើយក៏ប្រើក្បិតតូចនេះចិត្តជាស្ដើងហើយបានយកវាមកច្រាំតិចបន្ទាប់ពីច្រាំខ្ទឹមរួចនាងខ្ញុំយកខ្ទឹមដាក់នៅក្នុងកូនចានម្លែកសិនហើយមកដាក់ខ្ទះឡើងឲ្យក្តៅហើយចាក់ប្រេងឆាចូលបន្ទាប់ពីប្រេងយើងក្តៅចាក់ខ្ទឹមចូលបំពងខ្ទឹមសយើងម្លែងឲ្យវាឡើងឈ្ងុយពណ៌ក្រហមពងកាឡាទៅយើងចាក់ទឹកត្រីចូលបន្តិចឲ្យវាមានក្លិនឈ្ងុយបន្ទាប់ពីចាក់ទឹកត្រីចូលហើយយើងចាក់សាច់ចូលចាក់សាច់ហើយដាក់គ្រឿងមានម្រេចអំបិលប៊ីចេងស្ករតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនទៅបន្ទាប់ពីដាក់គ្រឿងហើយនាងខ្ញុំចាប់ផ្ដើមកូរត្រឡប់វាឲ្យចូលជាតិគ្នាល្អសាច់យើងដំបូងពេលកូរចុះកូរឡើងទៅវាចាប់ផ្ដើមមានចេញទឹកតិចសាច់យើងរំលីងហ្នឹងកូរវាតតែដាច់ទឹកទី1ហ្នឹងដាច់ទឹកថេងហ្មងចាំដាក់ទឹកធម្មតាចូលតាមក្រោយឲ្យវាដាច់មកទឹកទៀតទៅឆ្អិនហើយសាច់យើងតែឥឡូវនេះខ្ញុំធ្វើការកូរត្រឡប់ពេលដែលវាចិត្តដាច់ទឹកវាចាប់ផ្ដើមឡើងដូរពណ៌នេះពុកម៉ែបងប្អូនប៉ុណ្នេះអាចចាក់ទឹកធម្មតាចូលបន្ទាប់ពីចាក់ទឹកថ្មីចូលមកទឹកទៀតហ្នឹងហើយយើងធ្វើការគ្របបន្ទាប់ពីបើកគម្របមកគឺថាសាច់យើងឆ្អិនហើយពុកម៉ែបងប្អូនមុននឹងដាច់មកទឹកហើយឥឡូវវាចង់រីងទឹកចុងក្រោយទៀតអីគាត់នៅបើកគម្របចេញមកហ្នឹងទំនងហ្មងសាច់ជ្រូករំលីងយើងឆ្អិនហើយពុកម៉ែបងប្អូនតមកនាងខ្ញុំយកស្លឹកខ្ទឹមដែលហាន់រួចហ្នឹងយកមករោយពីលើហើយកូរត្រឡប់វាទៅពុកម៉ែបងប្អូនឲ្យមានក្លិនឈ្ងុយដាក់ស្លឹកខ្ទឹមហើយកូរចុះកូរឡើងហើយដួសដាក់ចានណាពុកម៉ែបងប្អូនទំនងខ្លាំងណាក្លិនវិញយ៉ាងឈ្ងុយរសជាតិវិញប្រៃតិចប្រៃផ្អែមរសជាតិប្រៃផ្អែមហើយផ្គាប់ជាមួយសាឡាត់ទៀតទៅមានទឹកត្រីកោះកុងជ្រលក់ទៀតអូយជាតិហ្មងពុកម៉ែបងប្អូនធ្វើម្ហូបហ្នឹងម្ហូបចុះបាយតាម្ហូបហ្នឹងហូបបាយអស់ច្រើនណាស់អ្នកផ្ទះនាងខ្ញុំចូលចិត្តណាស់ឲ្យតាធ្វើម្ហូបអញ្ចឹងហើយមានសាឡាត់ស្រួយជាមួយនឹងទឹកត្រីកោះកុងផ្ទាប់ជ្រលក់មកជាតិហ្មងឆ្ងាញ់សាហាវពុកម៉ែបងប្អូនអើយរសជាតិវិញឆ្ងាញ់ហ្មងណាបន្ទាប់ពីដួសដាក់ចានហើយឃើញឡើងទំនងពណ៌វិញក៏ទំនងដែរពណ៌តមកណែដុសបាយហើយស្រេចមានសាឡាត់មានទឹកត្រីកោះកុងផ្ទាប់ជ្រលក់ហ្មងតែប៉ុណ្ណេះដឹងតើអស់បាយ2ចានទៀតហើយនាងខ្ញុំចាអញ្ចឹងវីដេអូធ្វើម្ហូបសាច់ជ្រូករំលីងផ្ទាប់សាឡាត់ទឹកត្រីកោះកុងនាងខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូនបើសិនពុកម៉ែបងប្អូនចូលចិត្តវីដេអូនាងខ្ញុំសូមជួយ like និង subscribe ឲ្យនាងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតអរគុណច្រើនបាយបាយជួបគ្នាវីដេអូក្រោយ